Good morning បងប្អូនបាទឬក៏ជាមួយនឹងអរុនសុស្ដីនៅពេលព្រឹកផងដែរបាទថ្ងៃនេះចង់ពំនាំពុកម៉ែបងប្អូនមកទស្សនាបាទជាមួយនៅពលានបាទដេជោហៅកាត់ KTI នៅរាជធានីភ្នំពេញនៅពេលព្រឹកបាទនេះគឺជាការ៉ាម៉ូតូសម្រាប់បុគ្គលិកយើងដាក់អស់លុយទេបាទដោយសារតែថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺខ្ញុំលោតចូលនៅម៉ោងបាទ5កន្លះព្រឹកចេញទៅវិញនៅម៉ោង4ល្ងាចបាទអញ្ចឹងរៀងរាល់ថ្ងៃសៅរ៍អាទិត្យគឺលោតមកពេលព្រឹកបាទចឹងនេះគឺជាទេសភាពពេលព្រឹកដែលទៅធ្វើការឥឡូវយើងដល់មុខពលានហើយបងប្អូននេះកំពុងតែដើរទៅអញ្ចឹងទៅគេចង់ថតជាមួយនឹងវីដេអូជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាលេងអញ្ចឹងណាបងប្អូនបាទហើយសម្រាប់បងដែលមិនចូលចិត្តអាចអូសរំលងបានកុំទើសកុំខមមិនជេរណាបងណាបាទបើខមមិនឲ្យបេះដូងអូខេឲ្យទៅវិញបាទហើយនេះគឺជាទេសភាពបាទមុនចូលជាមួយនឹងពលានផងដែរបាទចឹងដូចបងប្អូនឃើញពីលើមួយពើថ្លានោះគឺជាផ្កាយសំទោសជាផ្ខែបាទបាទយូរតស្គាល់ផ្ខែបាទនេះយើងកំពុងតែដើរចូលទៅហើយបាទនេះគឺជាច្រកមុខបាទនៅចូលទៅក្នុងបាទទ្វារឥឡូវយើងចូលមកដល់កន្លែងបាទភ្ញៀវ arrival បាទឬក៏អ្នកដំណើរមកដល់បងប្អូនណាបាទនៅកន្លែងនោះទៅក្នុងនោះគឺជាកន្លែងអ្នកដំណើរមកដល់នៅជាន់ទី1បាទហើយសម្រាប់ខ្ញុំឈរនេះគឺនៅពីមុខជាមួយនឹងច្រកទ្វារចូលបាទជាន់ទី1ច្រកទ្វារលេខ2បាទទីចាប់ឡកកណ្ដាលឥឡូវចាប់ផ្ដើមឡើងចិនដើរយន្តទៅហើយបាទស្រស់ស្រាយបាទជាមួយនឹងបាទពេលព្រឹកបាទអញ្ចឹងយើងបើកចិត្តឲ្យទូលាយពេលព្រឹកដើម្បីយើងទទួលយកថ្ងៃថ្មីទទួលយកនៅអ្វីៗដែលថ្មីនឹមចូលមកសំណាងល្អនៅក្នុងជីវិតរបស់យើងបាទឥឡូវយើងដើរមកដល់កន្លែងព្រះអង្គហើយបងប្អូនបាទនេះគឺនៅម៉ោងបាទ5បាទ00ផងដែរបាទពេលព្រឹកបងប្អូនណាបាទ5:00នៅពេលព្រឹកអញ្ចឹងចង់ថតចង់ផ្ដិតយកជាមួយនឹងរូបភាពវីដេអូជូនទៅដល់ពុកម៉ែបងប្អូនបាទបានទស្សនាផងដែរបាទកំដរបាទភ្នែកណាបាទបើនិយាយរឿងអ្វីដែលថាឲ្យមានប្រយោជន៍សម្រាប់វីដេអូខ្ញុំអត់មានទេបាទប្រយោជន៍មួយគឺគ្រាន់តែយើងមើលកំសាន្តតែប៉ុណ្្នឹងទេបាទកន្លែងនេះកន្លែងសម្រាប់បងជាភ្ញៀវដែលមកដល់គេបាន check in បាទ check in គេចុះឈ្មោះហើយកន្លែងនេះជាយើងមើលពីជាន់ទី2ទៅគឺសម្រាប់ភ្ញៀវ arrival ភ្ញៀវនៅមកដល់កន្លែងយោវ៉ាលីបងប្អូនណាគឺនៅកន្លែងជាន់ទី1ហ្នឹងនៅខាងក្រោមហ្នឹងបងប្អូនអញ្ចឹងយើងអាចមើលពីជាន់ទី2ទៅបានហើយប្រឡោះដើរចូលគឺចូលតែប្រឡោះហ្នឹងប៉ុន្តែឥឡូវខ្ញុំដើរចូលផុតហើយសាកន្លែងនោះក៏ឲ្យថតទេបាទអញ្ចឹងអ្នកឲ្យដើរចូលក្នុងនោះបានលើកលែងតែជាភ្ញៀវដែលមានសវត្ថយន្តហោះបាទធ្វើការដំណើរជិះតាមយន្តហោះឬក៏ជាផ្នែកបុគ្គលិកបាទទើបអាចចូលមកបានបាទចូលមកដល់ក្នុងណាបាទដូចនេះខ្ញុំចេញមកដល់ក្នុងហើយបងប្អូនបាទអញ្ចឹងដោយសារតែខ្ញុំជាបុគ្គលិកអញ្ចឹងទៅខ្ញុំអាចចូលមកបានអាយ៉ាស់បង្ហាញសម្រាប់ពេលព្រឹកបាទពិតជាមិនធម្មតាទេបាទដេកអត់គ្រប់ដេកអត់ឆ្អែតទេបងប្អូនព្រោះយប់មិញដេកដល់ម៉ោង2បាទក្រោកម៉ោង4កន្លះមួយទឹកបាទម៉ោង5មកដល់ពលានទៀតអញ្ចឹងរៀងសពិចសពិលបន្តិចបាទដូចខ្ញុំនិយាយអញ្ចឹងនេះគឺជាការធ្វើការនៅក្នុងពលាននេះផងដែរបាទអញ្ចឹងតើតែមានកាតហ្នឹងទើបអាចចូលក្នុងបានពីព្រោះនៅពលានហើយមួយទៀតសម្រាប់ឡោនបងដែលជិះបាទ VIP ឬក៏ជិះជាមួយនឹងបាទ business class សម្រាប់ឡោនដែលញ៉ាំព្រីក៏នៅជាន់ទី2ជាន់ទី3បងប្អូនឡើងទៅដែលផ្លូវឃើញផ្លូវលើហ្នឹងបងអាចដើរឡើងទៅលើនៅបានគឺជាឡោនបាទសម្រាប់ VIP